របៀបបង្កើត page 2025 បងប្អូនទាំងអស់គ្នាអញ្ចឹងការបង្កើតអត់ដូចពីមុនទេអាចនឹងខុសគ្នាតិចតួចបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងបងប្អូនយើងរបៀបបង្កើត page 2025បងប្អូនយើងចុចលើកន្លែងនេះបាទ Facebook មកនៅពេលណាដែលយើងចេញលក្ខណៈបែបហ្នឹងបងប្អូនទាំងអស់គ្នាគឺយើងយកកន្លែងនេះ tray 3ចុចលើ tray 3មកបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាយើងអូសទៅលើបងប្អូនឃើញកន្លែង page ទេបាទអញ្ចឹងចុចលើ page មកបាទបន្ទាប់មកចេញអញ្ចឹងបងប្អូនយើងយកកន្លែង create ណាបាទនេះ create ដើម្បីចូលទៅបង្កើតបាទបន្ទាប់មកទៀតអ្នកទាំងអស់គ្នាយើងមើលមាន professional profile ហើយនឹង public page ណាបាទអញ្ចឹងបងប្អូនយកកន្លែងនេះ public page ណាបងប្អូនបាទហ្នឹងហើយចុចយក public page តបមកចុច next មកបាទបន្ទាប់មកកន្លែងនេះគឺយើងដាក់ឈ្មោះមកបងប្អូនទាំងអស់គ្នាណាអង់គ្លេសក៏បានខ្មែរក៏បានណាបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះសិនខ្ញុំសូមដាក់ឈ្មោះជាអង់គ្លេសចុះបាទហ្នឹងហើយខ្ញុំដាក់ថាមុនយើងត្រូវវាយផ្ដើមអក្សរធំបងប្អូនទាំងអស់គ្នាណាបាទហ្នឹងហើយបាទអញ្ចឹងខ្ញុំសូមវាយផ្ដើមបាទចេះក៏បានដែរណាបាទនេះហ្នឹងហើយហើយបន្ទាប់មក T H Y បាទឧទាហរណ៍បងប្អូនណាបាទហ្នឹងហើយអញ្ចឹងបើសិនតែយើងចង់បន្ថែមអក្សរខ្មែរទៀតគឺយើងត្រូវប្រើសញ្ញាដកនេះបាទដកកដាលបងប្អូនអ្នកដកកដាលនេះចុចលើមកឃើញទេហើយបងប្អូនយើងវាយមកបាទយើងវាយចេះមកនេះឃើញទេហ្នឹងហើយបាទយើងវាយចឹងមកបាទអាហ្នឹងបើសិនតែយើងវាយអង់គ្លេសមកខាងខ្មែរមកខាងណាបើយើងដាក់តែអង់គ្លេសគឺយើងលុបខ្មែរចោលទៅដាក់តែអង់គ្លេសបានហើយចឹងណាបងប្អូនហ្នឹងហើយយើងដាក់ឈ្មោះយើងចឹងមកឧទាហរណ៍ហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាយើងបានធ្វើការដាក់ឈ្មោះហើយយើងចុចលេខមកបាទអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាយើងបានធ្វើការនេះមកហើយបាទយើងបានដាក់ចូលមកដល់កន្លែងនេះហើយអញ្ចឹងកន្លែងនេះគេឲ្យយើងជ្រើសរើសយកនៅ category អញ្ចឹងបងប្អូនយើង category បងប្អូនចុចលើទៅមកបងប្អូនយើងវាយនេះមកណាបាទវីដេអូគេបានធ្វើការអាប់ដេតហើយវីដេអូណាបាទដូចជាមួយយើងវាយណាបាទវីដេអូបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងយកវីដេអូហ្គេមសិនមកណាចាំចូលទៅក្នុងចាំយើងរៀបចំបាទយកប៉ុណ្្នឹងសិនមកហើយយើងចុច create មកកុំឲ្យយូរកាបាទយើងធ្វើការរងចាំបន្តិចទៅបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាចេញលក្ខណៈបែបហ្នឹងបើសិនជាយើងបង្កើតការលក់អនឡាញបងប្អូនយកខាងលើមកប៉ុន្តែបើសិនជាយើងបង្កើតនៅក្នុងការរលួយអីផ្សេងណាបាទបង្កើតមាតិកាបង្កើតវីដេអូគឺបងប្អូនយកក្រោមនេះមកទៅយកក្រោមតមកចុច continue បាទតបមកបងប្អូនទាំងអស់គ្នាគេឲ្យយើងរៀបចំហ្នឹងណាបាទប៉ុន្តែ page យើងកុំអារៀបចំបងប្អូនទាំងអស់គ្នាយើងចុច next មកបាទតបមកបងប្អូនទាំងអស់គ្នាគេឲ្យយើងតាំង profile cover យើងចង់តាំងយើងចុចដាក់ហ្នឹងទៅបើអត់ទេយើងចុច next សិនមកណាបាទចុច next សិនមកបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាដើម្បីធ្វើឲ្យ account របស់យើងដំណើរការយើងថិចយកប្រមាណអ្នកទៅណាបាទថិចយកប្រមាណអ្នកទៅហ្នឹងហើយថិចយក5អ្នកអីចឹងទៅណាបាទហើយចុច next មកយើង invite ទៅចុច invite មកណាបន្ទាប់មកយើងចុច next ទៀតមកបងប្អូនចុច next មកបាទតបមកបងប្អូនចុចដានមកបាទយើងរងចាំបន្តិចទៅការបង្កើត page គឺខុសមុនបងប្អូនណាហ្នឹងហើយអត់ដូចមុនទេរៀងប្លែកបន្តិចណាហ្នឹងហើយអញ្ចឹងខ្លាចបងប្អូនយើងធ្លាប់បង្កើតពីមុនអត់ចេះបង្កើតឥឡូវខ្លាចវគ្គអញ្ចឹងខ្ញុំធ្វើបង្ហាញអញ្ចឹងទៅបាទអញ្ចឹងបងប្អូនយើងចេញអញ្ចឹងណាចេញអញ្ចឹងបើសិនយើងចុច continue បានថាអត់សូវដើរដំណើរការល្អទេយើងយកកន្លែង no send មកណាយក no send មកបាទបន្តមកអ្នកនរគ្នាយក OK យូរមកបាទយើងធ្វើការរងចាំបន្តិចទៅបាទបើសិនតែយើងរងចាំប្រហែលជាកន្លះវិនាទីបាទហ្នឹងហើយនៅតែវិលអញ្ចឹងបងប្អូនចុច clear ចោលសិនទៅ clear ចោលណាចុច clear ចោលហើយយើងចូលទៅ Facebook ម្ដងទៀតទៅណាបាទចូលទៅក្នុង Facebook ចូលទៅ page ទាំងម្ដងទៀតទៅហ្នឹងហើយតោះមកយើងចេញចែកឃើញទេតែយើងនៅអត់ដឹងរឿងយើងរងចាំយូរហើយអញ្ចឹងណាបាទបន្ទាប់មកយើងចុចលើ profile យើងមកចេញអញ្ចឹងបងប្អូនយើងកំអាលធ្វើអីបាទបើសិនតែយើងចុចចង់ start បងប្អូនយើងគេ welcome ណាចុចកន្លែងហ្នឹងមកបាទចុចកន្លែងហ្នឹងមកបាទយើងរងចាំបន្តិចបាទចេញអញ្ចឹងបងប្អូនយើងចុច next មកណាចុច next ទៀតចុច next ទៀតចុចដានសំដៅចុចដានបាទ
អញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលមកដល់កន្លែងនេះហើយអញ្ចឹងយើងចង់តាំង profile យើងចុចកន្លែងនេះតាំង cover យើងចុចកន្លែងនេះបាទប៉ុន្តែកុំឲ្យតាំងក៏បានទៅទុកវាមួយអាទិត្យទៅពីរអាទិត្យឬមួយក៏មួយខែក៏បានដែរណាបាទចាំធ្វើការរៀបចំបាទហ្នឹងហើយអញ្ចឹងបងប្អូនយើងនេះមកបាទយើងចូលចង់បដូរកន្លែងនេះកិត្តការីខ្ញុំសន្យាថាចូលមកក្នុងបដូរអញ្ចឹងបងប្អូនសូមមើលតាមខ្ញុំបាទដើម្បីបដូរកិត្តការី page របស់យើងបងប្អូនយើងចុចកន្លែងនេះចុច3មកបាទរងចាំតិចទៅបាទបន្តមកបងប្អូនយកកន្លែង edit បាទបន្តមកបងប្អូនអូទៅលើតិចទៅអូទៅលើអ្នកនរគ្នាមើលរកកន្លែងនេះឃើញទេបាទចុចកន្លែង edit នេះមកបាទបន្តមកបងប្អូនទាំងអស់គ្នាគឺយើងចុចកន្លែងនេះខ្មៅដៃនេះកន្លែងនេះចុចកន្លែងខ្មៅដៃមកបាទចុះបងប្អូនយើងចង់ដាក់អីយើងទៅសេមកបងប្អូនទាំងអស់គ្នាណាបាទហ្នឹងហើយអញ្ចឹងបងប្អូនយើងនេះយើងអាចអូសមើលបានបងប្អូនណាបាទយើងយកកន្លែង digital creator ក៏បានយកកន្លែង public file នេះក៏បានដែរបងប្អូនណានេះបាទហ្នឹងហើយអញ្ចឹងបងប្អូនយើងឧទាហរណ៍ខ្ញុំយកកន្លែងនេះ public អាហ្នឹងគឺបុគ្គលសាធារណៈអញ្ចឹងតែបាទអញ្ចឹងយើងចុច save មកបាទនេះយើងបានណាបងប្អូនណាហើយយើងធ្វើការរៀបចំអីទៀតអាហ្នឹងចាំវីដេអូក្រោយណាបាទយើងចុច save មកបាទអញ្ចឹងយើងបានបដូរកាតេហ្គរីរបស់យើងគឺលក្ខណៈបែបហ្នឹងហើយបងប្អូនណាបាទហ្នឹងហើយ